ជំរាបសួរស្ដីដល់ពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកវិលត្រឡប់មកការស្ទូចត្រីម្ដងទៀតហើយវីដេអូមួយនេះពិតជាវាពិបាកផងហើយនឹងសប្បាយផងបាទដោយសារតែសន្ទូចគេគឺសិតតែសន្ទូចទិញសន្ទូចខ្ញុំវិញគឺសន្ទូចកែច្នៃខ្លួនឯងបាទយើងមានខ្សែមិនអីទៅចងចេះតែចងដាក់ខ្លួនឯងហើយបងប្អូនចង់ដឹងថាត្រីបានមិនបានអីបងប្អូនចាំតាមដានទស្សនាក្នុងវីដេអូនេះទាំងអស់គ្នាបាទហើយឥឡូវនេះខ្ញុំបានចាក់ចេញវិទ្យារបស់ខ្ញុំបាទនឹងឆ្ងាយបន្តិចដែរហើយឥឡូវនេះពងជីកទៅម្ដុំដែលកន្លែងហ្នឹងនេះតាមមិត្តស្ទឹងបងប្អូនហ្នឹងហើយតាមមិត្តស្ទឹងហ្នឹងគឺសម្បូរត្រីខ្លាំងមែនទែនបាទហើយដោយសារថាហេតុអីខ្ញុំនិយាយថាសម្បូរត្រីគឺវាសម្បូរត្រីដោយសារតែប្រហែលថ្ងៃមុនហ្នឹងទឹកវារីងហើយទឹកវាស្រកអញ្ចឹងណាហ្នឹងហើយតែពេលទឹកជំនន់មកដោយសារទឹកភ្លៀងមកម្ដងទៀតវារឹងលិចទៅហើយពេលហ្នឹងដែរត្រីក៏វាអសើសម្បូរដែរអាការទឹកស្រកហ្នឹងគឺត្រីសម្បូរខ្លាំងមែនទែនហើយសិតតែមនុស្សទៅស្ទូចច្រើនហើយអ្នកខ្លះទៅអង្គុយលេងអ្នកខ្លះអីទៅបងត្រីមកអីចឹងណានិយាយរួមទៅគឺតំបន់ជនបទយើងគឺសម្បូរលក្ខណៈថាមានភ្ញៀវទេសចរយ៉ាងនេះលក្ខណៈថាអ្នកភូមិអ្នកស្រុកទៅអង្គុយលេងតាមមាត់ផ្លូវស្ទូចត្រីស្រួយលេងចឹងណាហើយមកផ្ទៃមេឃរបស់យើងក៏ស្រួលដែរមកផ្ទៃមេឃហ្នឹងរត់ទៅភ្លៀងមកហើយឥឡូវនេះខ្ញុំជិះបានពាក់កណ្ដាលហើយបងប្អូនហ្នឹងហើយជិះជិតដល់ហើយនេះមកស្ទឹងអាមិត្តតាមអូចឹងបងប្អូនហ្នឹងហើយតែដោយសារតែខ្ញុំមកបានឈប់ស្ទូចកន្លែងហ្នឹងទេហើយមកថាស្ទូចកន្លែងនេះតែស្ទូចកន្លែងហ្នឹងថាសម្បូរត្រីកញ្ចុះត្រីអីច្រើនលេមកដល់ឃើញកំពុងអូសត្រីហ្វាច់មិនអីអស់អារម្មណ៍ស្ទូចប្រហើយហើយមានអីវាបន្ទាប់ឡើងជីតមូកបន្តិចទៀតហ្នឹងក៏ដល់កន្លែងមិត្តលូមួយហ្នឹងមានតែអីមិត្តលូហ្នឹងតំណងដែរប៉ុន្តែស្ទូចវាស៊ីប៉ុន្តែវាស៊ីលក្ខណៈតែវាស៊ីបិទណាវាមិនមែនយើងស៊ីលិចយើងវត្តឆ្វាប់ទេណាហ្នឹងហើយហើយស៊ីរឿងបិទទៅយើងពិបាកនឹងវត្តវាអញ្ចឹងណាហ្នឹងវាស៊ីធ្វើបិចអញ្ចឹងប្រហែលជាត្រីទូចបងប្អូនហ្នឹងហើយស្ទូចបានទៅកញ្ចុះពី3ដែរហើយនេះស្ទូចរបស់ខ្ញុំនេះកែច្នៃខ្លួនឯងគឺអត់បានទិញគេទេបាទមានតែដងខ្លួនយើងស្រាប់ហើយទិញដាក់តែខ្សែខ្លួនឯងមិនអីទេបងប្អូនអើយខ្ជិលអស់លុយចំណាយលុយពី3000ឲ្យទុកទិញម្ហូបទិញចាក់សាំងចាអីហើយឥឡូវនេះស្ទូចទៅវាអត់ស៊ីវាស៊ីដែរតែលក្ខណៈតែវាស៊ីបិចយើងពិបាកនឹងវត្តបានអញ្ចឹងណាហើយពេលនឹងដែរក៏នាំគ្នាចាប់ដើមរៀបស្ទូចឲ្យបដូរទីតាំងអញ្ចឹងហើយមកទៅមុខរបស់ខ្ញុំគឺស្ទូចអត់បានហើយណាមកអត់ស្រួលខ្លួនផងបងប្អូនស្ដាប់សលេងដឹងហើយនេះត្រីរបស់យើងស្ទូចបានកូនទៅឆ្លាំងទៅកញ្ចុះតិចតួចមកហើយថានុយវិញពេញចលែននុយពេញកថាំងនុយសក់នុយចលែនហើយឥឡូវនេះយើងមកដល់កន្លែងថ្មីបាទកន្លែងនេះក៏សម្បូរត្រីដែរតែលក្ខណៈថាវាយើងនៅជិតផ្លូវពេកហើយឡានម៉ូតូបើកលឿនណាបងប្អូនហើយផ្លូវកវ៉ាត់ក្រុងហ្នឹងហើយផ្លូវកវ៉ាត់ក្រុងវាបើកឡានម៉ូតូលឿនយើងពិបាកនឹងស្ទូចយើងត្រូវការលក្ខណៈស្ងប់ស្ងាត់ហើយដល់កន្លែងនេះយើងតំណងដែរមកស្ទូចមែនណាបងប្អូនហើយមកស្ទូចមិនទាន់បានប្រមាណផងមកជិបប៉ះចំមកកន្លែងគេដាក់ម៉ោងនេះយើងស្ទូចជិបម៉ោងគេជិបអីញ៉ៃពេញវាហើយពិតជាពិបាកមែនបាទថ្ងៃហ្នឹងស្ទូចត្រីមកទៅដូចរស់ស៊ីមិនទាន់គេទេបាទរស់ស៊ីគេមិនទាន់នឹងគេលក់តាមផ្សារទេមកទៅមកស្ទូចតែអញ្ចឹងអីរោត្រីមិនបានទៅហូបទៅអីឲ្យគ្រួសារហូបបាទហើយឥឡូវនេះស្ទូចកន្លែងនេះម្ដងទៀតក៏នៅតែអត់បានទៀតហើយណាមួយហេវបាយបងប្អូនអើយម៉ោងជិត 2:10 ហ្នឹងហើយហេវបាយខ្លាំងពេកក៏នឹងគ្នាសវេសវ៉ារោថាទៅផ្ទះទៅអីហើយរោប្លង់ថ្មីរោអីកន្លែងស្ទូចថ្មីនេះមកដល់កន្លែងស្ទូចថ្មីនេះដាក់មកស៊ីវត្តបានទៅគេទ្របប្រហែលជា45នេះសន្ទូចជិបនឹងកោភ្លើងទៀតអានឹងអាខ្សែភ្លើងមានអីស្បៃប្រហើយហើយឥឡូវនេះមកស្ទូចកន្លែងនេះលេងហើយមេឃភ្លៀងអីមានអីផងហើយមកជីមកផ្ទះវិញនេះមកជួបអាកន្លែងមិត្តអូនេះអូត្រីច្រើនណាស់បងប្អូនអើយប៉ុន្តែត្រីនេះវានៅតែកន្លែងចិត្តបលាចិត្តដប់ចិត្តអីចឹងណាយើងអាចបងបានអីបានតែមានអ្នកដាក់ម៉ងដាក់បានច្រើនតែសាក់ត្រីដូចត្រីគេចិញ្ចឹមបងប្អូនមិត្តឆ្វាច់ខ្ញុំខ្វល់កខ្លាំងមែនឃើញត្រីច្រើនចឹងហើយចំពោះស្មើនឹងគឺអត់សូវមានអ្នកមកស្ទូចច្រើនទេបងប្អូនប្រហែលជារឿងល្ងាចព្រោះអីរឿងល្ងាចម៉ោង 4 ម៉ោង 5ប្រហែលជាមានមនុស្សច្រើនហើយបើសិនជាមានមនុស្សច្រើនខ្ញុំនឹងថតជូនបងប្អូនទស្សនាម្ដងទៀតបាទហើយវីដេអូមួយនេះពិតជាអរគុណបងប្អូនខ្លាំងមែនទែនដែលបានចូលមកទស្សនាគ្រប់ការវីដេអូដែលខ្ញុំស្ទូចត្រីនៅដាក់បងត្រីបាទហើយវីដេអូមួយនេះមានតែប៉ុណ្្នឹងទេបងប្អូនហ្នឹងហើយក៏សូមអរគុណបងប្អូនដែលបានចូលមកទស្សនាវីដេអូមួយនេះបាទសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយបាយ